មនុស្សយើងត្រូវមានទម្លាប់ល្អប្រចាំថ្ងៃជាពិសេសគឺទម្លាប់ល្អនៅពេលព្រលឹមយើងងើបពីព្រលឹមឡើងយើងមានស្នាមញញឹមហើយយើងមើលឃើញពិភពលោកមួយដែលស្រស់ស្រាយនេះគឺជារឿងមួយដែលបងប្អូនចាំបាច់ត្រូវការអនុវត្តមានសភៅមួយគេថាទម្លាប់ល្អពេលព្រឹកហ្នឹងបាទអញ្ចឹងបងប្អូនជាយើងការអានសភៅខែរាងកាយរបស់យើងសុខភាពរបស់យើងភ្នែករបស់យើងត្រូវការអានបាទយើងអានសភៅច្រើនគឺភ្នែករបស់យើងបានន័យថាវាផ្ដោតបានល្អហើយសុខភាពភ្នែកក៏ល្អហើយនៅពេលដែលយើងគិតរឿងល្អៗសុខភាពខួរក្បាលយើងល្អហើយការងើបពីដេកព្រលឹមនេះបងប្អូនកុំភ្លេចតាក់ទងជាមួយនឹងការថាអរគុណពូអរគុណខ្នើយអរគុណខ្លួនឯងអរគុណផ្ទះសម្បែងអរគុណអ្នកដែលជំនួយខ្លួនបើសិនជាយើងមានប្តីយើងមានប្រពន្ធយើងអរគុណប្តីអរគុណអរគុណប្រពន្ធអរគុណខ្លួនឯងគឺជារឿងដែលសំខាន់ហើយបងប្អូនឆ្លងកញ្ចក់រយៈពេល4 5នាទីហើយយើងញញឹមដាក់កញ្ចក់ពេលដែលយើងធ្វើបែបនេះបងប្អូនមើលខ្លួនឯងបើសិនយើងធ្វើចង់ឲ្យបានជា21ថ្ងៃវាធ្វើឲ្យយើងមានអារម្មណ៍ថាអ្នកដទៃអាចថាយើងមិនយ៉ាងមិនជារឿងរបស់គាត់តែបងប្អូនសម្បែងខ្លួនឯងវិញញញឹមកាន់តែច្រើនគឺឲ្យធម្មពលផ្លូវចិត្តរបស់យើងកាន់តែកើនឡើងពាក្យអធិដ្ឋានឬក៏ហៅថាការដែលយើងអរគុណខ្លួនឯងអរគុណពុកអរគុណទៅលើមនុស្សដែលជំនួយខ្លួននេះគឺជាការលើកទឹកចិត្តខ្លួនឯងការផ្ដល់ធម្មពលផ្លូវចិត្តរបស់ខ្លួនឯងបងប្អូនសាកបងព្រមឡើងកុំភ្លេចការហាត់ប្រាណព្រមឡើងកុំភ្លេចក្នុងស្នាមញញឹមអ្នកខ្លួនឯងការនិយាយពាក្យល្អបំណាច់នឹងការគិតហេតុអីមិនយើងមិនគិតរឿងល្អបំណាច់នឹងការនិយាយចេញហេតុអីបានមិននិយាយពាក្យល្អមុខរបស់យើងពុកទៅដោយមានមុនស្នេហ៍និងសម្រស់ហេតុអីបានយើងមិននិយាយហេតុអីបានយើងមិនមើលខ្លួនឯងនៅក្នុងពិភពលោកមួយដែលសមរម្យឬសំខាន់យើងឃើញបងប្អូនយើងមួយចំនួនគាត់មកជួបពួកគាត់គឺគាត់មកក្នុងសារភាពមួយគាត់ជួបហើយដល់ពេលយើងសួរថាឈឺអីអូមិនដឹងឈឺអីតែខ្វល់ខ្វាយច្រើនខ្វល់រឿងអីបើមិនដឹងសុខភាពទៅស្គាល់ក៏ល្អទឹកដូងឯងអត់មានទេខ្លាញ់ក៏ល្អអត់មានបញ្ហាលើខ្វះខ្លាញ់ទេតែគាត់ល្អគ្រប់យ៉ាងល្អទាំងអស់តែគាត់នៅតែមានបញ្ហាអញ្ចឹងដល់ពេលសួរចុះសួរឡើងអ្វីដែលជាបញ្ហារបស់គាត់គឺការមិនអនុវត្តបានត្រឹមត្រូវនៅសកម្មភាពប្រចាំថ្ងៃអញ្ចឹងការអនុវត្តត្រឹមត្រូវនៅសកម្មភាពប្រចាំថ្ងៃគឺជារឿងមួយដែលសំខាន់លោកអូសាបងព្រោះថាធម្មពលផ្លូវចិត្តរបស់យើងជាអ្នកបង្កើតឡើងធម្មពលផ្លូវចិត្តវានឹងផ្ដល់ឲ្យធម្មពលផ្លូវកាយចិត្តយើងមានធម្មពលកាយយើងមានធម្មពលចិត្តយើងគិតល្អកាយយើងទទួលបានល្អអញ្ចឹងមានពាក្យមួយថាចិត្តជាចង្វាយកាយជាជាបើសិនយើងអាចគ្រប់គ្រងចិត្តយើងបានយើងជាមនុស្សដែលមិនងាយឈឺបាទតែអ្វីដែលជាបញ្ហារបស់តើយើងគ្រប់គ្រងចិត្តបានដែរខ្ញុំជាបានរបស់ថ្ងៃអញ្ចឹងនៅពីដេកឡើងធ្វើអីមុនពេលចូលដេកយើងធ្វើអីបាទហើយនៅពេលសកម្មភាពយើងជួបជាមួយមិត្តភក្តិដែរកុំភ្លេចស្នាមញញឹមនៅពេលបងប្អូនញញឹមបងប្អូនមានសម្រស់បងប្អូនសាកបងញញឹមដាក់ចង់ស្អាតដែរពេលដែលយើងញញឹមគឺយើងស្អាតញញឹមពោពេញទៅដោយសេចក្តីស្រឡាញ់ញញឹមពោពេញទៅដោយធម៌ពលនេះគឺជារឿងមួយដែលបងប្អូនត្រូវអនុវត្តប្រចាំថ្ងៃអញ្ចឹងដល់ពេលដែលយើងមានស្នាមញញឹមយើងមានសមភាពក្នុងចិត្តបើយើងមានសមភាពក្នុងចិត្តបានគ្រប់មានរបស់សិតតែជាមិត្តរបស់យើងអស់បាទនៅពេលដែលយើងមិនខឹងណាម្នាក់គោលរបស់យើងកោតតាមរបស់យើងគឺក្នុងសារភាពមួយតែរស់យូរໄວអញ្ចឹងជាសង្កត់គឺថាអ្នកដែលមានអារម្មណ៍ឈឺឆាវអ្នកដែលមានអារម្មណ៍គ្រីក្រោយច្រើនជាអ្នកដែលមានអាយុខ្លីបាទអញ្ចឹងចំណុចនេះបងប្អូនត្រូវគិតពិចារណាថាតើយើងជាមនុស្សបែបណាហើយបើសិនជាតំណរបស់យើងមិនអត់យើងគួរតែកែប្រែតំណរបស់យើងអញ្ចឹងពីខ្ញុំទៅវិញសូមជួយពលលោកអ្នកដែរសូមធ្វើយ៉ាងណាការមួយយើងគឺពលលោកអ្នកសុខបាទសុខទាំងកាយសប្បាយទាំងចិត្តបាទជួយពល